ខ្ញុំជាគ្រូបោះវិទ្យាល័យហ៊ុនសែនលីវាសូមថ្លែងអំណរគុណដល់ក្រសួងព័ត៌មានតាមរយៈមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងដែលបានធ្វើយុទ្ធនាការទី2ប្រឆាំងព័ត៌មានคล้ายៗនៅក្នុងវិទ្យាល័យរបស់យើងហើយធ្វើឲ្យសិស្សនិងគ្រូបានយល់ពីព័ត៌មានកាន់តែច្បាស់មុនពេលចែកម្លែកមុនពេលខមមិនមុនពេលបង្ហោះដើម្បីឲ្យសង្គមយើងរីកចម្រើនពីមុននឹងការចែករំលែកអីគឺគាត់ឃើញគឺគាត់ចុច share ភ្លាមមុននឹងគាត់ឃើញអីគឺគាត់ comment ភ្លាមឃើញអីគាត់បង្ហោះភ្លាមតែពេលដែលយុទ្ធនាការនេះចាប់ផ្ដើមធ្វើឲ្យគាត់ផ្លាស់ប្ដូរទី1មុននឹងធ្វើការចែករំលែកគាត់គិតសិនមុននឹងការ comment គាត់គិតសិនមុននឹងបង្ហោះគាត់គិតសិនអញ្ចឹងអត្ថប្រយោជន៍នៃការផ្លាស់ប្ដូររបស់គាត់ធ្វើឲ្យចំណេញដល់គាត់មិនឲ្យគាត់ប៉ះពាល់សង្គមគាត់ក៏មិនធ្លាក់ចុះដោយសារព័ត៌មានមិនពិតបាទអញ្ចឹងតាក់ទងជាមួយជំនាញទី2នៅវិទ្យាល័យរបស់ខ្ញុំនេះគឺមានអត្ថប្រយោជន៍ខ្ពស់ជាពិសេសគឺសិស្សរបស់ខ្ញុំធ្វើឲ្យផ្លាស់ប្ដូរទៅលើគ្រួសារគាត់ហើយខ្លួនគាត់ផងដែរអត់ចាញ់បោកអ្នកដែលញុះញង់អ្នកដែលធ្វើឲ្យព័ត៌មាននឹងមិនពិតហើយប្រទេសយើងនឹងពិបាកនឹងការរីកចម្រើននេះជាទស្សនៈរបស់ខ្ញុំបងប្អូនសិស្សនិស្សិតលោកគ្រូអ្នកគ្រូជាទីស្រឡាញ់បើសិនជាចង់ឲ្យប្រទេសជាតិរបស់យើងរីកចម្រើនសូមរកព័ត៌មានពិតហើយបើព័ត៌មាននឹងមិនពិតសូមកុំបង្ហោះកុំបង្ហើរកុំខមមិនព័ត៌មានដែលមិនពិតយើងចង់ឲ្យវាបាត់ទៅលឿនគឺកុំប៉ះកំពាល់កុំធ្វើមិនវាទាំងអស់គឺវានឹងបាត់ទៅរយៈពេលខ្លីតែបើយើងនៅតែចែកម្លែកនៅខមមិនវានឹងរីកចម្រើនទៅសង្គមយើងនៅលើដៃយើងបើយើងធ្វើឲ្យវារីកចម្រើនគឺដោយសារយើងសូមអរគុណ